Rường cháu chật chìa Công nắp chầm nằm Đọ srong chanh pí Campuchia Soraya Lake 1, 2, 3 ឆ្នាំ 1933 ដល់ឆ្នាំ 1934 ទំព័រ 162 រៀបរៀងដោយអង្គញាបញ្ញាធិបតីយិនចាងហ្វាងព្រះជនិតពុនគឺបានឮតមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចៅចិត្តជាលុះក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមេដាទូមានប្រដៅយ៉ាងដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចនៅក្នុងនគរនោះទ្រង់ចេញប្រថាប់ចង់ព្រះជរងឲ្យសេនានិមឺនសពមុខមន្ត្រីចូលគរទ្រង់មានព្រះចង្ការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះអ្នកណានៅឈររក្សាបើអ្នកណាយកប្រាក់40ខាបណៈមកដាក់ឃ្លាំងយើងនឹងឲ្យឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញគ្រានោះមានមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកើតទុកចង់ធ្វើជាចៅហ្វាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះចង្ការថាបើឈ្មោះអ្នកណាមានប្រាក់40ខាបណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យចៅនោះធ្វើជាចៅហ្វាយស្រុករក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអោអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើជាចៅហ្វាយស្រុកណាស់តែសពថ្ងៃយើងក៏លំបាកតោកយ៉ាកយ៉ាងពេកនឹងរកប្រាក់ថ្វាយស្ដេចមិនបានទេនិយាយឲ្យបន់ទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40ខាបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះកាលនោះអាចៅចិត្តជាវិដាលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានលើដូច្នោះមានចិត្តអាណិតក៏យកប្រាក់40ខាបណៈពីផ្ទះវាវិចនឹងកំណាត់សម្ពុតជាតីមកលូកដៃតាមប្រហោងជញ្ជាំងទុកឲ្យមន្ត្រីនោះរួចត្រឡប់មកវិញលូកភ្លឺឡើងមន្ត្រីនោះភ្ញាក់ឡើងក្រឡេកឃើញបង្វិចសម្ពុតជាតីក៏ចាប់លើកស្រាយមើលឃើញប្រាក់40ខាបណៈអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40ខាបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40ខាបណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅឯចៅចិត្តជាការបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចៅចិត្តជានោះទៅជួនចៅហ្វាយស្រុកចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចៅចិត្តជានិយាយរអ៊ូតែម្នាក់ឯងថាអោហេតុតែឯងមានចិត្តអាណិតគេការគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40ខាបណៈវិចនឹងកំណាត់ចិត្តតីមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករណាឯងមិនតិចសោះគេដាក់ច្រវាក់ឃុំឯងឲ្យវេទនាអាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានលើចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅនេះវានិយាយត្រូវដូចរឿងយើងគួរតែយើងចុះទៅសួរវាឲ្យជាក់មើលទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាចុះឯងនិយាយរឿងអ្វីយើងឮតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមើលទើបអាចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់មកចិញ្ចឹមជីវិតការដែលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើជាចៅហ្វាយស្រុកនៅឡើយវេលាយប់មួយខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឬលោកនិងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40ខាបណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីធ្វើជាចៅហ្វាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានប្រាក់ពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏យកប្រាក់40ខាបណៈពីផ្ទះវិចនឹងកំណាត់សម្ពុតជាតិតីមកដាក់ចិត្តក
ក្បាលរំលែកទុកជូនលោករួចខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយលើគេនិយាយថាលោកបានធ្វើជាចៅហ្វាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយពេលនេះឯងកំភៃកំតូចចិត្តអញនឹងដោះលែងឲ្យរួចចេញពីទោសមួយទៀតឯងនិងអញត្រូវយកគ្នាជាសម្លាញ់តទៅចៅហ្វាយស្រុកស្រួលថាឯងឈ្មោះអីបរោះនោះជំរាបថាខ្ញុំឈ្មោះអាចៅចិត្តជាសួររួចហើយលោកចៅហ្វាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាសម្លាញ់ឯងនៅនឹងអញចោះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅហ្វាយស្រុកក៏ឲ្យប្រាក់30កប្បណៈឲ្យមេដាអាចៅចិត្តជាមិនព្រមយកចៅហ្វាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅហ្វាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតក្តីវិវាទតោះតែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដោយម្ដេចបានទាំងអស់ស្រីបម្រើនោះខំផ្គប់គុណចៅហ្វាយមិនឲ្យតោះចិត្តវេលាជប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសប្តាហ៍ថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបម្រើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំផ្គប់គុណគេឲ្យដោយការនៅនឹងអញបើឯងបម្រើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលត្រូវឯងចូលបម្រើខាងក្នុងលុះបានហើយឯងចាំមើលវេលាជប់ស្ងាត់កាលណាយមរាជនោះដេកចូលឯងរំលាយសំណរឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់លោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើដូចគំនិតនេះបានអញនឹងចេញប្រាក់លួសឯងមកវិញឲ្យរួចពីខ្ញុំគេស្រីបម្រើនោះទទួលការសពគ្រប់វេលានោះអាចៅចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបម្រើឲ្យសម្លាប់យមរាជដូចម្ដេចក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយស្រីបម្រើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំនៅផងលោកយមរាជក៏ទទួលចេញប្រាក់លួសឲ្យទៅបម្រើរៀងមកនាងនោះខំផ្គប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យតោះចិត្តលោកយមរាជនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចិញ្ចោក្នុងក្រៅបម្រើចិត្តដិតរៀងមកវេលាមួយពេលយប់ស្ងាត់ស្រីបម្រើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណរឲ្យក្តៅពុះហើយវាលើកសំណរនោះចាក់ក្នុងមាត់លោកយមរាជស្លាប់ទៅរួចត្រឡប់ទៅដេកវិញកន្លែងដើមលុះព្រឹកឡើងយកលោកជំទាវភ្ញាក់បានដឹងខ្លួនថាប្តីស្លាប់ក៏ស្រែកទ្រហោយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយទូលស្ដេចតាមរឿងដែលស្លាប់ព្រះជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះជាទ្រង់ឲ្យយកសពទៅបញ្ចុះតាមសមគួរក្រោយនោះជារដូវបន់ទ្វារទុសមាសនាម៉ឺនសពមុខមន្ត្រីចូលគរព្រះមហាក្សត្រទ្រង់មានព្រះចង្ការថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបាននឹងច្បាប់ប្រកាសយើងនឹងឲ្យធ្វើជាយមរាជរួចទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញសេនាធិបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនគ្រានោះចៅហ្វាយស្រុកដែលជាសម្លាញ់នឹងអាចៅចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចៅចិត្តជាហើយសួរថាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយអត់មានអ្នកណាដឹងថាស្លាប់ដោយរោគអ្វីឥឡូវស្ដេចមានព្រះចង្ការថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងធ្វើនឹងឲ្យធ្វើជាយមរាជរឿងនេះសម្លាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើជាយមរាជណាស់អាចៅចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីនោះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបម្រើម្នាក់ថាអញស្អប់លោកយមរាជណាស់
អញចង់សម្លាប់ព្រោះជាសត្រូវនឹងអញក្នុងគ្រានោះត្រូវឯងជួយអញជាប្រកបដូច្នេះត្រូវចេញពីផ្ទះអញទៅផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវខំបំរើត្រូវខំយកចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលប្រើចិញ្ចោខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណឲ្យក្តៅពុះរួចយកចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានរឿងនេះអញលោភស្ដាប់ចាំបានប្រកបចូលសម្លាញ់ឯងទៅទូស្ដាច់តាមរឿងនេះចោះតែត្រូវឲ្យកោះខ្មោចលោកយមរាជនោះមកវះមើលបើឃើញចំណងនៅក្នុងពោះខ្មោចមែនអាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រុកស្ដាប់ការបានហើយក៏ត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទៅទូស្ដាច់តាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីនោះយកមកឃុំហើយឲ្យកោះខ្មោចលោកយមរាជមកវះមើលឃើញសំណនៅក្នុងពោះមែនទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះឯមេស្រីនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដមែនទ្រង់ឲ្យប្រហារជីវិតទាំងពីរអ្នកចោលហើយទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជហើយចៅវាយស្រុកនោះកាលបើបានធ្វើទីយមរាជហើយឲ្យបំរើទៅហៅអាចោចិត្តជាសម្លាញ់លុះវាមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើជាយមរាជហើយអញបានធ្វើយមរាជនេះគឺរិសាឯងជួយពីថ្ងៃនោះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមេដាឯងនឹងសម្លាញ់ឯងអស់មួយជីវិតអាចោចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះលុះយប់អាចោចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពត់អាវជាច្រើនយកមកជូនមេដាលុះព្រឹកឡើងអាចោចិត្តជាមកប្រាប់លោកយមរាជថាអាសល្មាញ់យប់មិញអញលួចគេបានប្រាក់និងសម្ពត់អាវច្រើនណាស់ពីថ្ងៃនេះតទៅអញលះចោលរឿងស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទឹះតអញចិញ្ចឹមឯងលុះអស់ជីវិតអាចោចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងអាចោចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាតារាបអស់ជីវិតដោយបានសន្យាមកកតេសម្រាប់អប់រំត្រេះរិះពិចារណានៅក្នុងរឿងមនុស្សចិត្តជាតែងមានគ្នាជាទីពឹង